ខ្លាំងពេកគេបើកទូរស័ព្ទលេតែគេប្រាប់ថាមានបញ្ហាឃើញក្រុមនិស្សិតកម្រិតបរិញ្ញានឹងអ្នកនិយាយថាអង្គការក្រៅស្រុកក្រុមនិស្សិតលើកដៃហែហូសុំក្បាលមេក្រូសួរលោកឲ្យឆ្លើយលាយនឹងចំអកបញ្ចាញាក់ស្បើយពេលនេះទៅហើយដេញឡើយត្រូវជួយអូនស្រែកដាច់មិនដូចជាស្រខាងក្រោយត្រង់ប្រឹងស្រែកជ្រុំជ្រែងប្រធាននិស្សិតពងបងឡាយឲ្យវងវិញសំញ៉ៃមិនគិតរបាយការណ៍ត្រូវសងគេឲ្យពូនស្លាយឬពូនភ្លេចហើយខ្លួនជានិស្សិតលោកតែឆំណែមិនលួងគុំណិតស្ដាយឈ្មោះនិស្សិតចារិតដូចប្អូនស្រែកដាច់ដូចជាស្រខាងក្រោយត្រង់ប្រឹងស្រែកជ្រុំជ្រែងប្រធាននិស្សិតពងបងឡាយឲ្យវងវិញសំញ៉ៃមិនគិតរបាយការណ៍ត្រូវសងគេឲ្យពូនស្លាយឬពូនភ្លេចហើយខ្លួនជានិស្សិតលោកតែឆំណែមិនលួងគុំណិតស្ដាយឈ្មោះនិស្សិតចារិត